សនវិទូតើតម្លៃរបស់មនុស្សនៅត្រង់ណាតម្លៃរបស់មនុស្សបានមកពីការស្គាល់តម្លៃខ្លួនឯងនិងតម្លៃរបស់អ្នកដទៃដែលរស់នៅជុំវិញខ្លួនហើយតម្លៃនោះមាននៅក្នុងជំរឿចិត្តគំនិតរបស់បុគ្គលម្នាក់ៗតម្លៃធំបំផុតរបស់មនុស្សគឺជីវិតរស់នៅប៉ុន្តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរកិត្តិយសនិងភាពសុខដុមរមនាក្នុងឧត្តមភាពនៃមនុស្សតើអ្វីជាតម្លៃពិតប្រាកដនៅក្នុងខ្លួនទស្សនវិទូល្បីៗនៅលើពិភពលោកព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាកម្មੰវិជាចធម្មោចសីលੰជីវតមុតតមੰអេតេនមច្ចាសិនឆន្តិអ្នកកោតេនអ្នកធនេនអ្នកវាមានសក្តីថាមនុស្សទាំងឡាយមានសក្តីបរិសុទ្ធបានដោយការងារដែលខ្លួនធ្វើត្រូវដោយវិជាដែលខ្លួនចេះដឹងពិតប្រាកដដោយគុណធម៌ដែលខ្លួនបានប្រព្រឹត្តល្អដោយសីលធម៌ដែលខ្លួនបានអប់រំដោយប្រពៃជីវិតខ្ពង់ខ្ពស់មិនមែនដោយសារទ្រព្យសម្បត្តិនោះទេចំណែកខុងជឺគឺជាទស្សនវិទូមួយរូបនៃប្រទេសចិនដែលសម្បូរទៅដោយគុណធម៌ប្រចាំខ្លួនបានអប់រំមនុស្សឲ្យប្រកាន់សីលធម៌និងគុណធម៌ខ្ពស់ជាងអាយុជីវិតទៅទៀតគេបាននិយាយថាអាយុជីវិតក្តីទ្រព្យសម្បត្តិក្តីនិងឋានៈបុណ្យស័ក្តិវាពុំមែនជាតម្លៃពិតរបស់មនុស្សឡើយចំពោះលោកសូក្រាតជាទស្សនវិទូជនជាតិក្រិចនិយាយថាត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯងគឺស្គាល់ខ្លួនឯងពិតប្រាកដហើយបើយើងស្គាល់ខ្លួនឯងច្បាស់មិនងាយប្រព្រឹត្តខុសនោះទេព្រោះស្គាល់ខ្លួនឯងធ្វើឲ្យមនុស្សចេះទទួលខុសត្រូវនិងចេះខ្មាស់អៀនចំពោះអំពើអាក្រក់នោះមនុស្សនឹងមានភាពស្មោះត្រង់ចំពោះខ្លួនឯងហើយបញ្ញាគឺជាមូលដ្ឋាននៃគុណធម៌របស់មនុស្សបុគ្គលបែបនេះទើបជាបុគ្គលមានតម្លៃលោក Albert Einstein ជាទស្សនវិទូផ្នែកទ្រឹស្ដីវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់បានពោលថាវត្ថុដែលមានតម្លៃខ្ពស់បំផុតនៅក្នុងជីវិតគឺបញ្ញាញាណតម្លៃដ៏ពិតប្រាកដរបស់មនុស្សគឺការឈានទៅដល់ភាវៈដែលចាកផុតពីអត្តានិងកិលេសផ្សេងៗទ្រព្យសម្បត្តិបុណ្យស័ក្តិអំណាចមិនមែនជាគោលការណ៍ចម្បងនៃការរស់នៅរបស់មនុស្សឡើយរីឯមហាថ្មកន្ធីជាមហាវីរៈបរិសុទ្ធឆ្នាំនៃប្រទេសឥណ្ឌាបានលើកឡើងថាតម្លៃពិតរបស់មនុស្សជាតិគឺត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវព្រហ្មវិហារធម៌អហិង្សាសច្ចធម៌ការអធ្យាស្រ័យនិងការសន្តោសប្រណីសុចរិតធម៌និងសាមគ្គីធម៌ថែមទៀតជារួមគំនិតទស្សនៈរបស់បុគ្គលខាងលើមនុស្សម្នាក់ៗមានតម្លៃគឺផ្ដើមចេញពីសមត្ថភាពនៃគំនិតបញ្ញាសិលធម៌គុណធម៌សុចរិតធម៌យុត្តិធម៌និងការរៀបចំជីវិតក្នុងមាគ៌ាត្រឹមត្រូវមិនមែនផ្ដើមពីការមានផ្នែកសម្ភារៈទ្រព្យសម្បត្តិបុណ្យស័ក្តិឡើយ